នឹកឃើញបាត់ដំបងត្រូវតែនឹកឃើញដល់បុកទឹកគ្រឿងផងដែរជំរាបសួរបាទចំពោះម្ហូបឆ្ងាញ់ថ្ងៃនេះខ្ញុំបាទសូមលើកយកអំពីរបៀបធ្វើបុកទឹកគ្រឿងអ្នកបាត់ដំបងតើអ្នកបាត់ដំបងធ្វើបុកទឹកគ្រឿងធ្វើយ៉ាងណាបាទនៅក្នុងវីដេអូនេះខ្ញុំបាទសូមបង្ហាញតាំងតែពីដើមរហូតដល់ចប់និងលម្អិតជូនដល់បងប្អូនដែលមានបំណងចង់ចេះធ្វើម្ហូបនៅក្នុងថ្ងៃនេះចំណែកឯគ្រឿងផ្សំសម្រាប់ធ្វើបុកទឹកគ្រឿងបាត់ដំបងវិញក៏មិនពិបាករកអ្វីដែរបាទដោយគ្រាន់តែយើងមានសណ្ដែកដីលីងបាទយើងលីងឲ្យហើយស្រេចអញ្ចឹងមកចំណែកខាងនេះយើងមានត្រប់ញងត្រប់ពុតញងឬបងប្អូនខ្លះហៅថាត្រប់ចង្កោមបាទព្រោះអីបុកទឹកគ្រឿងបាត់ដំបងត្រូវការប្រើត្រប់ប្រភេទនេះបាទសំខាន់មួយទៀតនោះគឺយើងប្រើម្ទេសបាទមានទាំងម្ទេសខ្ចីម្ទេសទុំមានខ្ទឹមក្រហមបាទក្រៅពីខ្ទឹមក្រហមហើយយើងក៏មានខ្ទឹមសដែរបាទសំខាន់ណាស់បាទត្រូវប្រើខ្ទឹមសផងដែរបាទអូខេមុនដំបូងនេះយើងយកសណ្ដែកដីរបស់យើងមកលីងបាទលីងឲ្យឡើងឈ្ងុយសិនបាទអូខេក្រោយពីយើងបានលីងសណ្ដែកដីយើងបានឈ្ងុយហើយយើងចាក់ចូលចានដើម្បីទុកសម្ដិលឲ្យត្រជាក់សិនបាទបន្តមកទៀតយើងចាប់ផ្ដើមលីងត្រប់ពុតញងបន្តហ្នឹងហើយត្រប់ពុតញងបើសិនជាបងប្អូនមានច្រើនឬក៏ចូលចិត្តបងប្អូនដាក់ឲ្យច្រើនមកហ្នឹងហើយយើងលីងធ្វើយ៉ាងណាប្រើភ្លើងខ្សោយឲ្យបានបាទឲ្យបានឆ្អិនហ្នឹងហើយមើលថាត្រប់ពុតញងយើងបាទចិត្តឆ្អិនហើយមើលថាវារៀងខ្លោចតិចតិចហើយយើងចាប់ផ្ដើមច្រូចខ្លាញ់ចូលបន្តិចបាទហ្នឹងហើយប្រេងឆាក៏បានខ្លាញ់ជ្រូកក៏បានបាទច្រូចចូលបន្តិចមកហើយក៏លីងត្រប់ពុតញងហ្នឹងបន្តបាទបន្តមកទៀតយើងចាក់ចូលចានសិនដើម្បីត្រៀមក្នុងការធ្វើបន្តឃើញថាត្រប់ពុតញងយើងហ្នឹងបានល្អណាស់បងប្អូនបាទឆ្អិនក្នុងហើយក្រៅស្រួយឈ្ងុយតែម្ដងអូខេឥឡូវនេះយើងចាប់ផ្ដើមយកខ្ទឹមសដាក់ចូលក្នុងខ្ទះដើម្បីធ្វើការលីងបាទបន្តមកទៀតខ្ទឹមក្រហមក៏យើងដាក់ចូលជាមួយផងដែរហើយក៏ចាប់ផ្ដើមលីងខ្ទឹមសនិងខ្ទឹមក្រហមជាមួយគ្នាអូខេបាទឃើញថាខ្ទឹមសនិងខ្ទឹមក្រហមចាប់ផ្ដើមឡើងឈ្ងុយហើយនៅពេលហ្នឹងក៏យើងយកម្ទេសបាទចាប់ផ្ដើមដាក់លាយលីងបន្តទៀតជាមួយគ្នាដែរព្រោះអីម្ទេសងាយនឹងខ្លោចដូច្នេះយើងត្រូវដាក់តាមក្រោយហើយយើងចាប់ផ្ដើមលីងជាមួយគ្នារហូតតតែម្ទេសខ្ទឹមសខ្ទឹមក្រហមឡើងពណ៌ល្អបាទឡើងឈ្ងុយបន្តមកយើងចាក់ចូលចានទុកដោយឡែកសិនបាទត្រៀមក្នុងការផ្សំធ្វើបុកទឹកគ្រឿងបាទបើសិនជាវាខ្លោចតិចៗអញ្ចឹងរឹតតែឈ្ងុយហ្នឹងហើយអូខេចំណែកខាងនេះវិញខ្ញុំប្រើត្រីអាំងបងប្អូនអាចប្រើជាត្រីឆ្អើរឬក៏ត្រីអាំងបានដូចគ្នាបាទនឹងថ្ងៃនេះខ្ញុំប្រើត្រីសាបាក់ក្រោយពីយើងអាំងហើយយើងបេះជាសាច់ឲ្យហើយអញ្ចឹងស្រេចមកអូខេត្រង់កន្លែងនេះវិញគឺខ្ញុំមានប្រហុកបាទប្រហុកបើសិនជាបងប្អូនអាចខ្ចប់ស្លឹកចេកយកទៅដុតក៏បានចិញ្ច្រាំណាយកទៅដុតក៏បានឬបងប្អូនអាចយកមកស្ងោរបាទចេញជាតិទឹកដោយដែលខ្ញុំបង្ហាញនេះក៏បានដូចគ្នាបើសិនជាបងប្អូនបាទខ្ចប់ស្លឹកចេកយកទៅអាំងរឹតតែឈ្ងុយបាទរឹតឈ្ងុយលើដើមអូខេក្រោយពីខ្ញុំបានស្ងោរប្រហុកហើយខ្ញុំក៏ចាប់ផ្ដើមស្ងោរម្ជូរអំពិលទុំបាទបងប្អូនច្របាច់ម្ជូរអំពិលទុំទៅដើម្បីស្ងោរឲ្យបានឆ្អិនល្អបាទខ្ញុំប្រើដោយម្ជូរក្រូចឆ្មាផងដែរបាទជាទូទៅអ្នកបាត់ដំបងច្រើនតែបុកទឹកគ្រឿងប្រើម្ជូរក្រូចឆ្មាអូខេឥឡូវនេះសណ្ដែកដីយើងដែលបានលីងអំបាញ់មិញហ្នឹងទុកឲ្យត្រជាក់ហើយយើងចាប់ផ្ដើមច្របាច់អុំបាទយកសបកចេញហើយយើងយកមកបុកចិត្តមកបើសិនជាបងប្អូនចូលចិត្តកុំបុកឲ្យវាម៉ត់ពេកបុកឲ្យរាងគ្រើមល្មមអញ្ចឹងបានហើយសណ្ដែកដីណាចំណែកសាច់ត្រីបាទដូចជាត្រីឆ្អើឬក៏ត្រីអាំងបងប្អូនបាទបាច់ហើយដាក់ចូលក្នុងត្បាល់ដំបងនេះមកបន្តមកយកម្ទេសខ្ទឹមសខ្ទឹមក្រហមដែលយើងបានលីងលាយជាមួយគ្នាហ្នឹងដាក់ចូលក្នុងត្បាល់បន្តដើម្បីធ្វើការបុកជាមួយនឹងត្រីអាំងឬក៏ត្រីបាទត្រីឆ្អើរបស់យើងបាទអូខេបងប្អូនក្រោយពីយើងបានបុកឃើញថាបានម៉ត់ល្អសមល្មមដែលយើងអាចទទួលបានហើយបន្តមកបងប្អូនអាចយកត្រប់ពុតញងដែលយើងបានលីងនឹងដាក់ចូលបុកបន្តចំពោះគ្រួសារខ្ញុំបើសិនជាធ្វើទឹកគ្រឿងត្រប់ពុតញងឬក៏ត្រប់ចង្កោមនឹងបាទខ្ញុំបុកមិនឲ្យម៉ត់ពេកទេបាទគ្រាន់តែបុកឲ្យរាងបែកគឺខ្ញុំចូលចិត្តហ្នឹងឯងខាងគ្រួសារខ្ញុំវិញណា
បាទបន្តមកទៀតខ្ញុំក៏ចាប់ផ្ដើមដួសបាទចេញពីត្បាល់ដើម្បីដាក់ចូលក្នុងចានដើម្បីធ្វើការលាយទឹកគ្រឿងតែម្ដងអូខេបាទឥឡូវនេះដួសដាក់ចានរួចហើយយើងចាប់ផ្ដើមលាយដោយមុនដំបូងខ្ញុំប្រើស្ករសប្រហែល7កន្លះស្លាបព្រាបាយបាទតិចជាងកន្លះស្លាបព្រាបាយណាបន្តមកទៀតប្រើប៊ីចេងដាក់ចូលទៅខ្ញុំជឿជាក់ថាបងប្អូនប្រកាសជាភាសាប៊ីចេងហើយបាទហើយនៅពេលហ្នឹងគឺច្របាច់ក្រូចឆ្មាបាទខ្ញុំច្របាច់មួយចំណិតបាទខ្ញុំប្រើក្រូចឆ្មាប្រហែលជា2ផ្លែណាបងប្អូននឹងជាទូទៅអ្នកបាត់ដំបងគឺច្រើនតែបុកទឹកគ្រឿងដោយប្រើម្ជូរក្រូចឆ្មាបាទព្រោះអីសម្បូរណាអ្នកបាត់ដំបងសម្បូរក្រូចឆ្មាបាទហើយដើម្បីឲ្យឆ្ងាញ់ជាងនឹងបាទខាងគ្រួសារខ្ញុំបាទក៏ប្រើម្ជូរអំពិលទុំផងដែរហ្នឹងហើយឥឡូវនេះយើងបង់ប្រហុកចូលសិនមកបាទទឹកប្រហុកដែលយើងបានស្ងោរមិញហ្នឹងក្រោយពីយើងច្របាច់ក្រូចឆ្មាហើយយើងដាក់ឬក៏ចាក់ទឹកប្រហុកចូលបាទទឹកប្រហុកដែលយើងបានស្ងោរចាក់ចូលសិនមកបន្តមកទៀតយើងភ្លក់រសជាតិឲ្យល្មមបាទហ្នឹងហើយឃើញថាវារៀងមិនសូវជូរឬរសជាតិបែបណាបាទបងប្អូនបន្ថែមម្ជូរអំពិលទុំតាមក្រោយទៀតហេតុអីបានខ្ញុំប្រើម្ជូរក្រូចឆ្មាផងម្ជូរអំពិលទុំផងព្រោះអីម្ជូរក្រូចឆ្មាធ្វើឲ្យទឹកគ្រឿងយើងនឹងបានឈ្ងុយបាទឈ្ងុយឆ្ងាញ់មែនទែនបាទជូរដែរក៏មិនដែរជូររបៀបថាជូរខ្លាំងហើយខ្ញុំប្រើម្ជូរអំពិលទុំនឹងគឺធ្វើឲ្យរៀងជូរដែរតែជូរស្រទន់បាទដាក់លាយជាមួយគ្នាទៅឆ្ងាញ់មែនទែនបាទបន្ទាប់ពីព្រោះរសជាតិឲ្យបានត្រូវមាត់ហើយយើងក៏ប្រើសណ្តែកដីបុកយើងដាក់ចូលតែម្ដងតាមតម្រូវការហ្នឹងហើយបងប្អូនហើយទឹកគ្រឿងយើងកុំឲ្យរាវពេកតែយើងខាប់ល្មមដូចខ្ញុំបង្ហាញហ្នឹងគឺឆ្ងាញ់បន្តមកទៀតបងប្អូនអាចរោយស្លឹកខ្ទឹមបាទបន្ថែមឲ្យមានពណ៌ស្រស់ស្អាតព្រមទាំងក្លិនឈ្ងុយបាទគួរទទួលទានផងដែរបាទចំណែកបន្លែក្នុងការយកមកញ៉ាំជាមួយនឹងបុកទឹកគ្រឿងបាត់ដំបងនេះគឺមិនពិបាកទេបងប្អូនដូចជាមានអន្លក់ស្ងោរននងមានសណ្តែកស្ងោរបាទមានត្រួយស្ដៅផ្កាស្ដៅឬក៏បន្លែត្រសក់បាទបន្លែស្ពៃបាទបន្លែជាទូទៅច្រើនបាទច្រើនប្រភេទដូចជាត្រប់អីអញ្ចឹងបាទដឹងតែមានរសជាតិឆ្ងាញ់បាទអត់រើសទេបងប្អូនណាចំពោះទឹកគ្រឿងបាត់ដំបងមួយមុខនេះហ្នឹងហើយអរគុណបងប្អូនបាទបុកទឹកគ្រឿងបាត់ដំបងដែលខ្ញុំបានបង្ហាញនៅក្នុងវីដេអូនេះបាទមានតែប៉ុណ្្នឹងឯងអរគុណណាស់បងប្អូនដែលបានចូលរួមទស្សនាវីដេអូខ្ញុំបាទអរគុណចំពោះបងប្អូនដែលបានជួយ like ជួយ share វីដេអូនេះខ្ញុំបាទក៏សូមជូនពរបងប្អូនឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនរកទទួលទានមានបានសុខភាពល្អគ្រប់ក្រុមគ្រួសារនៅពេលនេះខ្ញុំបាទសូមជម្រាបលាសិនសន្យាជួបគ្នាវីដេអូថ្មីក្រោយៗទៀតមុខម្ហូបឆ្ងាញ់អរគុណសូមមេត្តាជួយ like ជួយ share ផង